មានបងប្អូនសួរច្រើនមែនតើអំឡុងពីខ្យងមកវាចឹងហើយថ្ងៃនេះគឺខ្ញុំមកធ្វើខ្យងមកវាដើម្បីចែកជូនដល់បងប្អូនបានទស្សនាដោយសារតែបងប្អូនខ្លះគឺគាត់ទិញខ្យងពីខ្ញុំទៅគឺគាត់ចេះធ្វើទេចឹងហើយថ្ងៃនេះគឺខ្ញុំមកធ្វើខ្យងមកវានៅក្នុងព្រៃផងដែរហើយខ្យងមកវានេះគឺខ្ញុំមកកែងជាមួយនឹងសិតស្មាច់បងប្អូនគ្នាដោយសារតែយើងដល់ខែសិតស្មាច់ដែរហើយគឺភ្លៀង 3-4 ថ្ងៃជាប់គ្នាគឺសិតស្មាច់គឺដុះច្រើនដែរចឹងហើយគឺយកសិតស្មាច់នេះមកកែងជាមួយនឹងខ្យងមកវាផងដែរបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺមកកាន់វីដេអូខ្ញុំទៀតហើយចឹងហើយថ្ងៃនេះគឺដើរចូលព្រៃដូចតែរដងទេថ្ងៃនេះគឺមកធ្វើម្ហូបគឺនៅក្នុងព្រៃតែម្ដងដោយសារតែមានសនំពរពីបងប្អូនគឺច្រើនមែនតែម្ដងចឹងហើយគឺឲ្យខ្ញុំធ្វើខ្យងវាដោយសារតែគាត់ទិញខ្យងពីខ្ញុំចឹងទៅគឺគាត់ចេះធ្វើទេចឹងហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញការធ្វើខ្យងអត់វាក៏ដូចជាធ្វើម្ហូបធ្វើអីហូបនៅក្នុងព្រៃផងដែរហើយសម្រាប់ខ្យងមួយប្រភេទនេះគឺអត់មានផលប៉ះពាល់ដល់សុខភាពទេគឺយើងហូបទៅមិនបាច់ខ្លាចពុលមិនបាច់ខ្លាចអីទេបងប្អូនសម្រាប់ខ្យងនេះមួយគឺវាអត់មានពុលអត់មានអីទេដូចជាងាវភក់ចាក់ច្រែងខ្យងនីកូលខ្យងកតិនខ្យងផ្សេងទៀតហ្នឹងបងប្អូនចឹងហើយគឺខ្យងដែលខ្ញុំធ្លាប់ហូបពីមុនហ្នឹងគឺខ្ញុំហូបទៅគឺអត់មានផលប៉ះពាល់ទេដូចជារីកដូចជាអីហ្នឹងបងប្អូនគឺអត់មានទេចឹងហើយមានតែយើងហូបជូរហូបអីខុសទេអាហ្នឹងបានទៀតចឹងបន្ទាប់ពីខ្ញុំដើរមកវត្តធុគឺខ្ញុំដល់ទីតាំងហើយបងប្អូនទីតាំងនេះគឺស្រស់ស្អាតដែរហ្នឹងគឺមានព្រៃមានអីមានដើមឈើមានអីចឹងទៅមានព្រៃកោងកាងតែខ្ញុំថ្ងៃនេះគឺអត់បានចូលក្នុងព្រៃកោងកាងទេគឺខ្ញុំនៅក្រៅព្រៃកោងកាងចឹងហើយគឺសកម្មភាពខ្លះដើម្បីចែកម្លែកបងប្អូនបន្ទាប់ពីសម្រាប់អីរួចរាល់ហើយយើងក៏ចាប់ដើមទៅកាប់មែកឈើកាប់អីដើម្បីយើងយកមកធ្វើជាក្រានធ្វើអីដូចរដងខ្ញុំមកនេះគឺអត់មានខុសប្លែកទេគាត់ថាថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីការធ្វើខ្យងអត់វាគេទៅវីដេអូខ្ញុំចាស់មានច្រើនដែរបងប្អូនចឹងហើយគឺខ្ញុំធ្វើខ្យងអត់វារៀងច្រើនវីដេអូដែរចឹងហើយថ្ងៃនេះក៏មកបញ្ជាក់ព្រោះថាមានបងប្អូនថ្មីគាត់បានចូលមើលវីដេអូចឹងហើយគឺគាត់ចេះធ្វើអត់ចេះអីចឹងទៅក៏ខ្ញុំចេញវីដេអូនេះដើម្បីចែកជូនដល់បងប្អូនបានទស្សនាម្ដងទៀតផងដែរនិយាយទៅនៅតំបន់សមុទ្របងប្អូនហើយគឺខ្ញុំបានធ្វើវីដេអូអីច្រើនទេគឺមានថាធ្វើវីដេអូដើម្បីតាក់ទងនឹងគឺសមុទ្រផ្សេងៗចឹងទៅចឹងហើយគឺអត់មានអីខុសប្លែកពីវីដេអូផ្សេងៗទេគឺអត់មានអីថ្មីទេបងប្អូនគឺមានថាលក្ខណៈទៅរកខ្យងឲ្យមកធ្វើម្ហូបអីនៅក្នុងព្រៃយ៉ាងទៅចឹងហើយបន្ទាប់ពីខ្ញុំធ្វើជាក្រានធ្វើអីរួចរាល់ហើយឥឡូវនេះយើងក៏ចាប់ដើមដាក់ស្ងោរខ្យងមកវាផងដែរបងប្អូនមកចង់លឿនបងប្អូនមិនបាច់ស្ងោរក៏បានដែរបងប្អូនទៅដល់លាងទឹកវាស្អាតហើយបងប្អូនដំវាហើយបងប្អូនយកសាច់ក៏បានដែរតែសម្រាប់ខ្ញុំគឺស្ងោរយ៉ាងទៅវាបានសាច់ច្រើនបើយើងអត់ស្ងោរទេគឺបានសាច់តិចចឹងណាខ្ញុំចូលចិត្តស្ងោរហើយបានដំវាសាច់ព្រោះថាយើងដំវាសាច់គឺបានសាច់ច្រើនមែនទែនតែម្ដងចឹងហើយគឺខ្យងខ្ញុំរើសបានប៉ុណ្ណឹងបងប្អូនវាគឺមិនមែនរើសឆ្ងាយទេមកកវឹងជុំវិញខ្លួនហ្នឹងបងប្អូនវាគឺនិយាយទៅភ្លៀងពី3មេនេះគឺខ្យងមកវាគឺឡើងច្រើនមែនទែនតែម្ដងហើយសម្រាប់ខ្យងមកវិញនេះគឺសាច់វាគឺឆ្ងាញ់មែនទែនតែម្ដងសម្រាប់បងប្អូនដែលគាត់ធ្លាប់ហូបឬក៏បងប្អូនដែលមិនដែលហូបខ្ញុំប្រាប់ឲ្យដឹងបងប្អូននេះខ្យងនេះគឺឆ្ងាញ់មែនទែនសាច់វាគឺយើងហូបទៅរៀងស្វិតជ្រុបគឺឆ្ងាញ់មែនទែនតែម្ដងតែស្វិតក៏វាមិនមែនស្វិតខ្លាំងឯណាទេបងប្អូនគឺស្វិតមកហូបយ៉ាងណាគឺឆ្ងាញ់មែនទែនហើយសម្រាប់បងប្អូនដែលគាត់ប៉ិនធ្វើម្ហូបបងប្អូនអាចយកទៅធ្វើដូចជាឆាក្តៅឆាគ្រឿងនិយាយទៅយើងស្ងោរវាឲ្យដំយកសាច់លាងវាស្អាតយើងអាចយកទៅចុចជាមួយនឹងទឹកប្រហុកបានទៀតគឺឆ្ងាញ់មែនទែនមានបន្លែមានដូចស្ទាប់ទៀតក៏បងប្អូនគឺមិនចាញ់ពុះគោទេគឺឆ្ងាញ់មែនទែនម្ដងដោយសារតែខ្ញុំធ្លាប់ហូបពីមុនចឹងហើយគឺខ្ញុំធ្លាប់ហូបបានខ្ញុំចែកម្លែកឲ្យបងប្អូនបានដឹងចឹងណាគឺយើងអាចយកទៅធ្វើដូចជាទឹកប្រហុកពុះគោចឹងមកនេះគឺជ្រលក់ជាមួយនឹងខ្យងមាត់វានេះគឺឆ្ងាញ់មែនទែនម្ដងចឹងគឺខ្ញុំធ្លាប់ធ្វើពីមុនចឹងហើយប្រហែលជាវីដេអូក្រោយអាចនឹងធ្វើទឹកប្រហុកទៀតដោយសារតែខ្ញុំចូលក្នុងព្រៃទៅគឺពិបាកយកគ្រឿងយកក្រូវទៅពេកបងប្អូនចឹងហើយគឺពិបាកមែនទែនគឺវាគ្រឿងច្រើនណាស់បងប្អូននឹងស្រាប់ហើយមានបន្លែមានអីចឹងទៅមានគ្រឿងមានប្រហុកមានអីគឺច្រើនមុខមែនទែនម្ដងចឹងហើយប្រហែលជាមានឱកាសបន្តិចបាទខ្ញុំធ្វើចែកជូនបងប្អូនបានទស្សនាការធ្វើខ្យងមកវាជាមួយនឹងទឹកប្រហុកបងប្អូនគឺខ្ញុំថាឆ្ងាញ់គឺប្រហែលជាឆ្ងាញ់បងប្អូនគឺខ្ញុំហូបឡើងញ៉ាំអីចឹងហើយគឺឆ្ងាញ់មែនទែនហើយម្ហូបមួយមុខទៀតនោះគឺខ្ញុំយកទៅលក្ខណៈថាស្ងោរវាហើយបុកគ្រឿងហើយប្រឡាក់បងប្អូនហើយប្រឡាក់អាំងហើយជាលក់មួយនឹងទឹកត្រីកោះកុងក៏ឆ្ងាញ់បងប្អូនគឺឆ្ងាញ់ដូចតែគ្នាចឹងហើយបន្ទាប់ពីខ្ញុំស្ងោរខ្យងស្ងោរអីឆ្អិនខ្ញុំក៏ចាប់ដើមដាក់ដាំបាយដាំអីចឹងទៅហើយខ្ញុំក៏ចាប់ដើមមកវាយខ្យងហើយនេះរបៀបធ្វើបងប្អូនគឺវាមានអីពិបាកទេគឺរបៀបធ្វើវាមានតែប៉ុណ្្នឹងទេបងប្អូនគឺបន្ទាប់ពីយើងវាយវាហើយគឺយើងបេះអាចបេះអីវាហើយគឺយើងលាងវាស្អាតហើយយើងយកទៅស្លចឹងទៅហើយបងប្អូនគឺយើងលាងមួយទឹកពីរទឹកអីចឹងទៅឲ្យវាជ្រះដីឬក៏ជ្រះអំបែងខ្យងចឹងកុំឲ្យវាចូលសាច់ចូលចឹងទៅបងប្អូនលាងត្រូវលាងវាស្អាត
เรียกสะอาดเท่คือยังจะធ្វើម្ហូបធ្វើអីគឺហូបអត់ឆ្ងាញ់ទេហើយនេះខ្យងដែលខ្ញុំធ្វើឲ្យបងប្អូននេះគឺមកស្អាតតែម្ដងគឺអត់មានដីអត់មានបាយអត់មានអីទេគឺនិយាយទៅមកស្អាតហើយយើងយកស្លយកធ្វើម្ហូបអីផ្សេងៗគឺយើងឆ្ងាញ់មែនតើដល់ពេលយើងហូបទៅគឺវាមានក្រាប់អត់មានអីយ៉ាងទៅហើយក៏អត់ប៉ះពាល់ដល់សុខភាពយើងដែរពេលដែលយើងធ្វើម្ហូបស្អាតធ្វើម្ហូបអីយ៉ាងទៅបងប្អូននេះហើយបន្ទាប់ពីខ្ញុំលាងហើយហ្នឹងគឺអត់មានអីដាក់ទេបងប្អូននេះដោយសារតែយើងមានជ្រុញអត់មានទេមានតែគូតធុងហ្នឹងគឺយើងដាក់សាច់ដាក់អីយ៉ាងទៅបន្ទាប់ពីយើងធ្វើម្ហូបហើយបាយយើងក៏ឆ្អិនយើងក៏ចាប់ដើមធ្វើម្ហូបហ្នឹងទៅហើយសម្រាប់ផ្សិតបងប្អូននេះផ្សិតគឺខ្ញុំបេះឆ្ងាយទេគឺបេះនៅមុខផ្ទះដោយសារថាមុខផ្ទះខ្ញុំគឺមានព្រៃមានអីយ៉ាងទៅមានព្រៃដើមស្មាច់ដើមអីយ៉ាងទៅមេឃភ្លៀងមេឃអីមកយ៉ាងទៅគឺវាដុះយ៉ាងទៅមកកន្លងជុំវិញផ្ទះបងប្អូននេះបេះរាល់ថ្ងៃយ៉ាងទៅបានមួយថ្ងៃខ្លះបានកន្លះគីឡូថ្ងៃខ្លះបាន1គីឡូយ៉ាងទៅតាមបេះតាន់បងប្អូនគាត់ថាបេះដែរអញ្ចឹងណាបេះមិនតាន់គឺងើបយូរហ្នឹងគឺអស់ហើយបងប្អូនអញ្ចឹងហើយគឺយើងមិនអាចទៅបេះបានតែឲ្យមើលបងប្អូនគឺផ្សិតយើងគឺយើងបេះហើយគឺយើងចិតវាយើងស្ងោរវាទុកដើម្បីឲ្យយើងទុកវាធ្វើម្ហូបអីធ្វើអីយ៉ាងទៅហើយទីបងប្អូនហ្នឹងតិចយកមកកែងជាមួយនឹងខ្យងមកវាគឺពុលទេបងប្អូននេះគឺឆ្ងាញ់មែនតើតែម្ដងនិយាយទៅផ្សិតជាមួយនឹងខ្យងមកវាគឺឆ្ងាញ់បងប្អូនលើកទី1ដែរទេអាខ្ញុំហូបចឹងហើយគឺនិយាយទៅនៅផ្ទះគឺសោតផ្សិតរៀងច្រើនដែរចឹងហើយគឺអត់ដឹងថាធ្វើម្ហូបអីយើងស្លម្សៅរាល់ថ្ងៃអីចឹងក៏ឆ្លៀតយកផ្សិតនេះយកមកកែងជាមួយនឹងខ្យងមកវាផងដែរដើម្បីឲ្យប្លែកដើម្បីឲ្យចែកជូនបងប្អូនបានទស្សនាថាខ្យងមកវាអីហ្នឹងគេធ្វើម្ហូបអីបានខ្លះចឹងណានិយាយទៅយើងយកមកធ្វើបានច្រើនមុខមែនតើម្ដងចឹងបន្ទាប់ពីខ្ញុំឆាម្ហូបឆាឆ្អិនហើយឥឡូវនេះយើងក៏ចាប់ដើមមកហូបបាយពេលថ្ងៃត្រង់ហ្នឹងបងប្អូននេះគឺម្ហូបខ្ញុំឆ្អិនហើយរងចាំយូរទេម្ហូបឆ្អិនហើយគឺដួសបាយដួសអីវឹបមកដើម្បីហូបផងដែរភាសាថាបាយថ្ងៃត្រង់បងប្អូននេះចង់ហូបមកបាយអីចឹងហើយគឺគេទៅជីវិតអ្នកព្រៃបងប្អូននេះហូបបាយមិនដែរទៀងម៉ោងទេចឹងហើយមានតែប៉ុណ្្នឹងទេបងប្អូននេះហើយសម្រាប់បងប្អូនដែលគាត់ចង់ហូបចង់សាកខ្យងមកវាឬក៏ដូចជាងាយពួកខ្យងនៃគោបងប្អូនអាចតំណងតាមเพจខ្ញុំបានបងប្អូនឆាតមកផ្ទាល់មកបងប្អូននេះបើចង់ហូបតំណងលឿនមកតន់នៅមានអញ្ចឹងប្រយ័ត្នថាអស់ប្រយ័ត្នហួសខែហួសអីគឺរឲ្យបងប្អូនបានទេចឹងហើយបន្ទាប់ពីខ្ញុំហូបបាយហូបអីរួចរាល់ហើយឥឡូវអស់ហើយបងប្អូននេះអស់មួយឆ្នាំងតែម្ដងគឺម្ហូបយ៉ាងច្រើនដែរគឺហូបលុបលុនណាដោយសារថាដាច់បាយបងប្អូននេះគឺឃ្លានពេកចឹងហើយគឺមានតែអត់ទុកទេបងប្អូននេះទុកក៏វាខូចដែរចឹងហើយយើងស្ដាយខ្យងស្ដាយសិតទោះបីយើងហូបអត់អស់ក៏យើងអង្គុយហូបលេងដែរចឹងណាហើយនេះដែរគឺជាសកម្មភាពខ្ញុំប្រមូលឲ្យបានប្រមូលអីដើម្បីយើងរៀបចំទៅផ្ទះហ្នឹងដែរហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនបងប្អូនអរគុណដែលខំតាមដានពីដំបូងរហូតដល់ចប់ផងដែរ